ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាសកម្មភាពនៃខ្ញុំខ្លះចាធ្វើជាមួយនឹងឈុតស្លាធើបៃសីចាអញ្ចឹងឈុតស្លាធើបៃសី9ថ្នាក់ហ្នឹងពិតជាចាមានគ្រឿងក្រៅច្រើនមែនទែនពុកម៉ែបងប្អូនចាអញ្ចឹងទើបតែថាយើងមានជាក្រុមសម្រាប់ជួយគ្នាចាអញ្ចឹងវាមានដូចជាដើមចេកយើងត្រូវតែកាប់ដើមចេកមកចាហើយចេកដែលក្រមុំចេកដែលអត់តិនផ្លែហើយអត់តិនចេញបដោអញ្ចឹងណាចេកស្រស់ចាហើយក៏មានជាមួយនឹងស្លឹកចេកចាហើយមានជាមួយនឹងចាបរិយម្លូស្លាចាហើយក៏គ្រឿងក្រៅច្រើនដែរអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងជាធម្មតាឈុតស្លាធើបៃសី9ថ្នាក់ហ្នឹងគឺចាយើងត្រូវធ្វើជាក្រុមចាបានអាចតែធ្វើជូនអតិថិជនបានអញ្ចឹងណាអតិថិជនទៅប្រាប់មុនមួយថ្ងៃចាដើម្បីត្រៀមធ្វើមួយថ្ងៃចាអញ្ចឹងឃើញតកូនស្លាធើបៃសីហ្នឹង90កូនអញ្ចឹងណាយើងត្រូវមូចាមូមួយរហូតគ្រប់ចា90កូនហើយនឹងមួយឈុតទៀតហ្នឹងគឺជាមួយនឹងឈុតស្លាធើបៃសីមួយឈុតទៀតហ្នឹងទាំងអស់គឺ100កូនចាអញ្ចឹងវាលក្ខណៈថាគ្រឿងក្រៅច្រើនអញ្ចឹងវារៀងថាច្រើនបន្តិចអញ្ចឹងទើបតែថាយើងត្រៀមធ្វើមួយថ្ងៃយើងមិនទាន់អញ្ចឹងណាចាអញ្ចឹងឥឡូវចាប់ផ្ដើមចាមូកូនបតើធ្វើស្លឹកពោបតើហើយក៏ចាប់ដើមចាកាប់ដើមចេកតារ៉ាំឲ្យខ្ពស់អញ្ចឹងទៅស្មើគ្នាអញ្ចឹងទៅយើងដាក់មួយថ្នាក់ពីរថ្នាក់ឥឡូវចាយើងដាក់បានពីរថ្នាក់ហើយចាអញ្ចឹងទៅជួយគ្នាអ្នកខ្លះក៏ធ្វើចាមូម្លូអ្នកខ្លះក៏ធ្វើជាមួយនឹងឈុតស្លាធើបៃសីអ្នកខ្លះក៏ចាមូបៃសីទៅអញ្ចឹងណាយើងជួយគ្នាបន្តិចទៅបានលឿនចាព្រោះគ្រឿងក្រៅវាច្រើនដែរចាអញ្ចឹងសកម្មភាពខ្លះជាមួយនឹងចាឈុតស្លាធើបៃសីចាអញ្ចឹងអតិថិជនក៏តម្រូវការរបស់ស្លាធើបៃសីហ្នឹងគឺយើងយកទៅចាគោរពបូជាកម្មវិធីផ្សេងឬក៏គ្រូបាជាយចាហើយសែនចា